រឿងព្រេងនិទានខ្មែររឿងចាប់ស្រុកនិងចាប់ព្រៃកាលពីព្រេងនេះមានចាប់ស្រុកនិងចាប់ព្រៃដើររកស៊ីដោយពួកជារាល់ថ្ងៃខាងចាប់ស្រុកមានមេបាប្រដៅថាបើរកស៊ីគុំជជែកឆ្លោះគ្នាឲ្យលឺម៉ោតកឹកកងឡយឲ្យប្រយ័ត្នខ្លួនបើព្រានវាវាយលុបត្រូវឲ្យបបួលគ្នាខំហៅទូលុបឲ្យរបើកដើម្បីនឹងឲ្យរួចរស់ជីវិតពួកចាប់ស្រុកក៏ធ្វើតាមតំបន់មានមេបាប្រដៅតែងដើររកស៊ីមិនសូវហ៊ានមាត់ឲ្យលឺជាកឹកកងទេជួនកាលបើព្រានវាយលុបត្រូវក៏បបួលគ្នាខំហៅទូលលុបព្រានបានរួចជីវិតតែរៀងមកមានកាលថ្ងៃមួយពួកចាប់ព្រៃនិងចាប់ស្រុកហើយចេញទៅរកស៊ីជួបប្រទះហ្វូងគ្នានៅដើមត្រែងមួយគុំពួកចាប់ព្រៃទុំនៅខាងក្រោមពួកចាប់ស្រុកទុំនៅខាងលើក៏បាក់ម៉ៃត្រែងពីលើមកទ្រឹក្បាលចាប់ព្រៃនិយាយប្រកាន់ទៅចាប់ស្រុកថាហេតុអីក៏កិច្ចម៉ៃត្រែងទម្លាក់មកឲ្យទ្រក្បាលពួកយើងចាប់ស្រុកក៏បានប្រាប់ទៅចាប់ព្រៃវិញថាយើងមិនបានកាត់មែកត្រែងឲ្យបាក់ត្រូវញ៉ឯងទេគឺមែកត្រែងវាបាក់ឯងធ្លាក់មកទេតាពួកចាប់ព្រៃជាពួកឥតកានដំបួនមានមិនពិចារណាឲ្យឃើញខុសត្រូវក៏បបួលគ្នាបង្កហេតុបង្កើតជាចំនួននឹងពួកចាប់ស្រុកលឺមាត់ជាកឹកកងរំពងឡាងពួកព្រានលឺមាត់ចាប់នៅគុំត្រែងនោះច្រើនក៏យកលុបទៅវាយត្រូវទាំងអស់គ្នាចាប់ទាំងពីរពួកនេះបានត្រូវលុបហើយក៏នៅតែជាប់ឆ្លោះគ្នាទៀតចាប់ស្រុកពោទៅចាប់ព្រៃថាបើពួកឯងក្រាន់បើហេតុមិនដេចក៏មិនបំរើឲ្យរួចពីលុបទៅចាប់ព្រៃក៏ពោលមករកចាប់ស្រុកវិញថាបើពួកឯងគ្រាន់បើហេតុមិនដេចក៏មិនបំរះឲ្យរួចពីលុបនេះទៅបានតែពៀតបញ្ជូនគ្នាទៅវិញទៅមកមិនគិតបំរះឲ្យរួចជីវិតសោះកំពុងតែឆ្លុះគ្នាស្រាប់តែព្រានក្រសបឡើងចាប់បានចាប់ទាំងអស់ក៏ពិឃាខ្សែអស់នេះហើយចាប់ស្រុកជាពួកចាប់ល្អតែខកខ្លួនមករកស៊ីជួបជោលនឹងហ្វូងចាប់ព្រៃជាពួកចាប់ប្រព្រឹត្តអាក្រក់ក៏មានរឿងឆ្លក់គ្នាទាល់តែព្រានវាយលុបត្រូវស្លាប់ទាំងអស់គ្នា